Yo hello សួស្តីអ្នកគ្នាស្វាគមន៍អ្នកគ្នាមកកាន់ Channel YouTube ខ្ញុំទៀតហើយវីដេអូនេះដែរខ្ញុំនឹងធ្វើការមកបរិញ្ញាអ្នកគ្នាពីរបៀប Hack Game Block Fruit ហើយគ្នាយើងបាទដោយសារតែវីដេអូមុនគឺអ្នកគ្នាខ្ញុំបរិញ្ញាអ្នកគ្នាអត់យល់អីចឹងណាគ្នាយើងបាទឥឡូវយើងមកធ្វើការបរិញ្ញាសាថ្មីអញ្ចឹងណាគ្នាយើងបាទមុននឹងចូលទៅកាន់ការបរិញ្ញាអ្នកគ្នាមកថ្មីកុំភ្លេចណាជួយចុច like និង subscribe channel YouTube ខ្ញុំម្នាក់មួយផងណាគ្នាយើងដើម្បីបានវីដេអូថ្មីពីខ្ញុំមុនគេអញ្ចឹងទៅគ្នាយើងបាទកុំភ្លេចជួយ comment ពាក្យល្អៗឲ្យខ្ញុំម្នាក់មួយផងណាគ្នាយើងបាទបើសិនថាវីដេអូនេះអត់យល់កន្លែងត្រង់ណាអីគ្នាយើងអាចcomment ប្រាប់ខ្ញុំបានបាទហើយសម្រាប់អ្នកណាដែលចង់លេងមួយខ្ញុំអីអ្នកគ្នាអាច add មកបាននេះជា account របស់ខ្ញុំអញ្ចឹងណា account 2នឹងឯងគ្នាយើងបាទ account ដែលខ្ញុំលេងច្រើនជាងគេអញ្ចឹងណាគ្នាយើងបាទគឺយើង add មកបាទបើសិនថាអ្នកគ្នាចង់លេងមួយខ្ញុំអីចឹងណាយើងបាទដើម្បីកុំឲ្យខាតពេលអ្នកគ្នាយូរតោះយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នា let's go ជាដំបូងអ្នកគ្នាគ្រាន់តែធ្វើការចុចចូល YouTube ខ្ញុំមកគ្នាយើងបាទចុចចូល YouTube ហើយអ្នកគ្នាវាពាក្យថា Han Gaming អញ្ចឹងណាយើងបាទវាយពាក្យ Han Gaming គឺគ្នាយើងនឹងឃើញ channel YouTube មួយនេះគ្នាយើងបាទនេះ channel YouTube យើងលើគេអញ្ចឹងណាយើងបាទនឹងគឺជា channel YouTube របស់ខ្ញុំអញ្ចឹងណាយើងចុចចូលម្នាក់មួយទៅបាទហើយអ្នកគ្នាកុំភ្លេចជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយទៅបាទនេះគឺជា channel YouTube របស់ខ្ញុំអញ្ចឹងណាគ្នាយើងបាទអ្នកគ្នាចុចចូលម្នាក់មួយទៅបាទហើយនៅពេលអ្នកគ្នាចុចមកដល់កន្លែងបែបនេះហើយអ្នកគ្នាយកវីដេអូទី1មកបាទវីដេអូក្រុមគេអញ្ចឹងណាគ្នាយើងបាទវីដេអូនេះវីដេអូកន្លែងខាងក្រុមគេអញ្ចឹងណាគ្នាយើងបាទចាំផ្លេតយើងចាំផ្លេតវីដេអូនេះអញ្ចឹងណាគ្នាយើងបាទកន្លែងខ្ញុំគូរំវងអីចឹងទៅគ្នាយើងបាទយើងចុចចូលទៅបាទហើយនៅពេលដែលគ្នាយើងចុចចូលអ្នកគ្នាចុចពាក្យថាអ្នកច្រើនណាស់ហើយអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ copy យកអ្នកlink ដែលខ្ញុំដាក់នៅក្នុងនេះអញ្ចឹងណាគឺយើងបាទនៅពេលដែលអ្នកគ្នា copy រួចហើយអ្នកគ្នាគ្រាន់តែយកមកផាសក្នុងជ្រោមមកអ្នកគ្នាបាទហើយអ្នកគ្នាចុចបញ្ជូនទៅបាទនៅពេលអ្នកគ្នាផាសរួចហើយណាគ្នាបាទបើសិនថាកន្លែងហ្នឹងគឺអ្នកគ្នាចុចផាសទៅអ្នកគ្នាចុចបញ្ជូនទៅបើសិនថាវាអត់ដើរដូចខ្ញុំអញ្ចឹងអ្នកគ្នាគ្រាន់តែធ្វើការផាស link នឹងម្ដងទៀតហើយអ្នកគ្នាចុចបញ្ជូនទៅបាទបើសិនថាអ្នកគ្នាផាសទៅវាអត់ដើរអញ្ចឹងអ្នកគ្នាបាទនៅពេលដែលអ្នកគ្នាផាសម្ដងទៀតគឺវានឹងចេញចេះយើងបាទហើយសម្រាប់កន្លែងយើងដូនគឺអ្នកគ្នាគ្រាន់តែធ្វើការចុចអាទី2ហើយអ្នកគ្នានឹងចូលនៅក្នុងនេះអញ្ចឹងណានៅពេលដែលអ្នកគ្នាចូលក្នុងនេះអ្នកគ្នាគ្រាន់តែចុចតាមខ្ញុំមកបាទអ្នកគ្នាធ្វើការចុចតាមសញ្ញាព្រួយដែលខ្ញុំដាក់អញ្ចឹងណាយើងបាទកន្លែងខ្ញុំគូររង្វង់នឹងគ្នាយើងចុចមកបាទហើយអ្នកគ្នានឹងដល់កន្លែងត្រង់អ្នកគ្នាយកលើគេអញ្ចឹងណាយើងបាទកន្លែងខ្ញុំដាក់សញ្ញាព្រួយនឹងគ្នាយើងចុចតាមមកបាទដើម្បី download game Roblox នឹងដែលមាន hack នឹងអីចឹងណាយើងបាទនៅពេលដែលដល់កន្លែងហ្នឹងគ្នាយើងចុច down ទៅបាទហើយដល់កន្លែងហ្នឹងគ្នាយើងរងចាំ plate សិនទៅបាទដោយសារតែខ្ញុំ down រួចហើយគឺវានឹងចេញបែបនេះគ្នាយើងបាទកុំឲ្យអ្នកគ្នាកុំឲ្យខាត់ពេលអ្នកគ្នាយើងធ្វើការចុច down ម្ដងទៀតទៅបាទដើម្បីកុំឲ្យអ្នកគ្នាធ្វើម្ដងហើយម្ដងទៀតអត់ចេញអញ្ចឹងណាយើងធ្វើការចុច down ម្ដងទៀតហើយយើងធ្វើការចុចមើលទៅម្ដងទៅបាទមើលព័ត៌មានអញ្ចឹងណានេះអ្នកគ្នាបាទគឺវាដើរហើយបាទហើយអ្នកគ្នារងចាំមួយ plate សិនទៅគឺវានឹងដើរពេញហើយបាទនេះអ្នកគ្នាបាទគឺវាបានពេញហើយបាទនៅពេលដែលអ្នកគ្នាពេញគឺអ្នកគ្នាគ្រាន់តែធ្វើការដំឡើងទៅបាទអ្នកណាមិនចេះដំឡើងទៀតចាប់បដ ாய் អ្នកគ្នាបាទនេះអ្នកគ្នាបាទអ្នកគ្នារងចាំ plate សិនទៅនេះអ្នកគ្នាទៅ import យើងបានដំឡើងបានហើយនៅពេលដែលអ្នកគ្នាដំឡើងបានហើយអ្នកគ្នាគ្រាន់តែចុចចូលរូប block យើងមកបាទហើយខ្ញុំបរៀនហ្នឹងគឺខ្ញុំបរៀនលឿនតិចទេគ្នាបាទដោយសារតែខ្ញុំធ្វើម្ដងហើយអ្នកគ្នាអត់យល់ហើយខ្ញុំធ្វើហ្នឹងក៏ខ្ញុំអត់បានកាត់អីទេគ្នាបាទខ្ញុំដាក់ទៅទាំងដុលម្ដងទៅបាទកុំឲ្យអ្នកគ្នាកែអត់យល់អីចឹងណាហើយម្ដងកន្លែងហ្នឹងអ្នកគ្នាចុចបើកអានេះមួយមកបាទហើយអ្នកគ្នារងចាំ plate សិនទៅបាទដោយសារតែម្ដងកន្លែងហ្នឹងបើសិនតែអ្នកគ្នាមាន account អ្នកគ្នាចុចអាលើណាបើសិនតែអ្នកគ្នាមាន account ដូចខ្ញុំគឺអ្នកគ្នាចុចអាក្រមមកបាទឥឡូវខ្ញុំកាត់ចូលម្ដងកន្លែងត្រង់តែម្ដងទៅបាទនៅពេលដែលអ្នកគ្នាម្ដងកន្លែងហ្នឹងអ្នកគ្នាគ្រាន់តែមានធ្វើអីទេគ្នាយើងចុចចូល game Roblox មកបាទនៅពេលដែលអ្នកគ្នាចូលម្ដងក្នុង game គឺវានឹងចេញបែបនេះអញ្ចឹងណាអ្នកគ្នាបាទហើយអ្នកគ្នាគ្រាន់តែនេះធ្វើការចុចយកមួយនេះអញ្ចឹងណាគ្នាយើងបាទកន្លែងខ្ញុំដាក់សញ្ញាព្រួយនេះទៅគ្នាយើងបាទនេះមួយនេះអញ្ចឹងណានេះយើងធ្វើការចុចមកបាទវាអានឹងយើងចុចទៅវាចម្លងអញ្ចឹងណាហើយវានឹងធ្វើការលួតចូលកន្លែងត្រង់អូតូបដ ாய் នេះបាទហ
ហើយបើសិនថាអ្នកគ្នាចុចទៅវាអាចលួតអូតូដូចខ្ញុំបែបនេះគឺអ្នកគ្នាអាចទៅការចុចថយអ្នកគ្នាទៅការចុចជ្រោមមកបាទហើយអ្នកគ្នាធ្វើការផាស link ដែលអ្នកគ្នា copy មាញ់មកបាទហើយវានឹងចេញបែបនេះហើយអ្នកគ្នារងចាំ plate សិនទៅបាទនៅពេលដែលអ្នកគ្នារងចាំវានឹងចេញបែបនេះហើយអ្នកគ្នាចុចតាមខ្ញុំមកបាទហើយអ្នកគ្នារងចាំ plate សិនទៅបាទហើយនៅពេលដែលវាចេញបែបនេះអ្នកគ្នាចុច clear game តិចមកបាទចុចថយណាហើយនៅពេលដែលអ្នកគ្នាចុចថយវានឹងចេញបែបនេះហើយនៅពេលដែលអ្នកគ្នាចេញបែបនេះគឺអ្នកគ្នាទៅការបំពេញ quest វាមកបាទអាកន្លែងបំពេញ quest ហ្នឹងគឺអត់មានពិបាកទេអ្នកគ្រាន់តែចុចចូលហើយចុចថយចុចចូលចុចថយដដែលចំនួនអីគ្រប់ប្រហែលគ្រប់ដូចជា4ហើយ4គ្នាបាទ4ដងគឺអ្នកគ្នារងចាំឲ្យវាវិលនាទីវាវិលនឹងឲ្យអស់ទៅគឺអ្នកគ្នានឹងបានហើយណាអ្នកគ្នាបាទអ្នកគ្នារងចាំ plate សិនទៅបាទហើយសម្រាប់វីដេអូហ្នឹងគឺខ្ញុំអត់កាត់ទេគ្នាយើងបាទខ្ញុំដាក់ទៅទាំងដុលតែម្ដងទៅបាទកុំឲ្យគ្នាយើងប្រកែស៊ូពេកយើងរងចាំ plate សិនទៅបាទនេះគឺបានមួយបាទបាន2ទៀតហើយគឺយើងបាទនេះអ្នកគ្នាបានគេថាបានទាំង3ហើយបាទនៅពេលដែលអ្នកគ្នាបានទាំង3គឺអ្នកគ្នានេះចុចតាមខ្ញុំមកបាទចុចសញ្ញានឹងអីចឹងណានៅពេលដែលអ្នកគ្នាចុចទៅគឺវានឹងលូតចូលបែបនេះហើយអ្នកគ្នារងចាំឲ្យអានាទីនឹងវាដើរអស់ហើយអ្នកគ្នាចុចអានឹងទៅហើយនៅពេលអ្នកគ្នាចុច time plate ទៅហើយវានឹងចេញបែបនេះហើយនៅពេលដែលវាចេញបែបនេះអ្នកគ្នាគឺនឹងចុចអានឹងមកដើម្បី copy យកទៅផាក្នុងហ្គេមរបស់យើងអញ្ចឹងណានេះអ្នកគ្នាបាទយើងយកមកផាកន្លែងត្រេះអញ្ចឹងណាកន្លែងខ្ញុំដាក់សញ្ញាព្រួយនឹងទៅគ្នាយើងបាទយក link មកយកមកផាកន្លែងត្រង់អញ្ចឹងណាយើងធ្វើការចុចចូលទៅបាទនេះ link មួយនេះអញ្ចឹងណាយើងចុចផាហើយនៅពេលដែលអ្នកគ្នាចុចផាអ្នកគ្នាធ្វើការចុចបញ្ជូនទៅបាទអ្នកកន្លែងដែលខ្ញុំដាក់សញ្ញាព្រួយអ្នកគ្នាចុចទៅតាមខ្ញុំមកអ្នកគ្នានឹងធ្វើបាន 100% បាទនេះអ្នកគ្នាបាទយើងធ្វើបានហើយបាទយើងឡើយទៅយក key ទេយើងបាទហើយអ្នកគ្នាធ្វើទៅគឺអត់មានចេញដូចខ្ញុំបែបនេះទៅដែរគឺយើងបាទដោយសារតែអាហ្នឹងខ្ញុំមាន key ស្រាប់អញ្ចឹងណាហើយសម្រាប់អ្នកគ្នាចង់បាន key អ្នកគ្នាអាចjoin group Telegram ខ្ញុំម្នាក់មួយទៅបាទហើយបើសិនថាណាដែលអត់មាន Telegram អ្នកគ្នាអាចមើលវីដេអូនេះទៅគឺអ្នកគ្នានឹងចេះយក key ទៀតបាទនៅពេលដែលអ្នកគ្នាអត់មាន Telegram អញ្ចឹងណាឥឡូវយើងធ្វើការទៅបង្រៀនអ្នកគ្នាពីរបៀបយក key ទៀតបាទដំបូងអ្នកគ្នាចុចចូលជ្រុំហើយអ្នកគ្នាចុចសរសេរតាមខ្ញុំមកបាទអ្នកគ្នាវាទៅតាមខ្ញុំមកអ្នកគ្នានឹងចេះយក key នឹង 100% បាទនេះអ្នកគ្នាវាយតាមខ្ញុំបែបនេះមកបាទនេះអង់គ្លេសខ្ញុំមិនសូវចេះអង់គ្លេសទេគឺយើងអត់ដឹងគេអានថាម៉េចទេនេះមួយនេះអញ្ចឹងណាគឺយើងសរសេរទៅតាមខ្ញុំមកនេះសរសេរតាមខ្ញុំដាក់សញ្ញាព្រួយអ្នកគ្នាយើងសរសេរតាមអញ្ចឹងណាគឺយើងសរសេរទៅបាទហើយពេលដែលគ្នាយើងសេរួចគឺគ្នាយើងធ្វើការចុចបញ្ជូនទៅបាទនេះវានឹងចេញបែបនេះអញ្ចឹងគ្នាយើងបាទវានឹងចេញហើយអ្នកគ្នាអូសឡើងលើទៅនៅពេលអ្នកគ្នាអូសឡើងលើគឺអ្នកគ្នានេះអូសរនេះ A3 នេះអញ្ចឹងណា A3 ហ្នឹងគឺជា key សម្រាប់យើងដាក់ក្នុង hack យើងឲ្យដំណើរការដើម្បី farm level ឬក៏ធ្វើអ្វីៗផ្សេងតាមតែអ្នកនរគ្នាចង់ធ្វើអញ្ចឹងណាអ្នកគ្នាធ្វើការចុច copy មួយមកបាទនៅពេលអ្នកគ្នាចុច copy អ្នកគ្នាធ្វើការចុចចូលក្នុង game Roblox ដើម្បីដាក់អា key ហ្នឹងមកបាទហើយមកដល់កន្លែងដាក់ហ្នឹងអ្នកគ្នាចុចទៅតាមខ្ញុំមកបាទចុចទៅតាមសញ្ញាព្រួយដែលខ្ញុំដាក់ឲ្យអ្នកគ្នាចុចតាមអញ្ចឹងណាហើយសម្រាប់អាក្រុមគឺអ្នកគ្នាដាក់ key ដែលអ្នកគ្នា copy មាញ់មកបាទយើងផាសមកបាទហើយសម្រាប់លើគេគឺអ្នកគ្នាដាក់ឈ្មោះអ្នកគ្នាឲ្យចំណាំមកបាទដើម្បីយើងទុកលេងថ្ងៃក្រោយទៀតអីចឹងណាគឺយើងបាទយើងអ្នកគ្នាបាទដោយសារតែខ្ញុំផាសរួចហើយអា link មួយនឹងគឺខ្ញុំអត់បានផាសម្ដងទៀតទេគឺខ្ញុំមកគឺខ្ញុំសុំចុចខ្វែងហើយអ្នកគ្នាចុចទៅតាមសញ្ញាព្រួយខ្ញុំដាក់ទៅគឺអ្នកគ្នានឹងធ្វើដំណើរបានហើយបាទច្រឡំធ្វើដំណើរហើយធ្វើបានហើយបាទនិយាយយូរទៅចង់ត្រិតមកអញ្ចឹងណាហើយសម្រាប់
អ្នកគ្នាមានអីទៀតបាទគឺបានហើយបាទអ្នកគ្នាចង់ចុចលេខអ្នកគ្នាធ្វើការចុចឲ្យវាដំណើរការទៅបាទតែខ្ញុំអត់ទេយើងបញ្ចប់វីដេអូត្រឹមហ្នឹងវីដេអូនឹងដូចរាំងវែងពេកហើយបាទហើយមុននឹងយើងទៅបញ្ចប់វីដេអូយើងធ្វើការសុំទៅបង្វិល fruit មួយសិនបាទខានបង្វិល fruit យូរហើយបាទឥឡូវយើងធ្វើការទៅបង្វិល fruit ទាំងអស់គ្នាបាទ let's go អូខានបង្វិល fruit យូរហើយដឹងមិនដែរមើលគីឡូសិនបាទគ្នាយើងបាទមុននឹងបញ្ចប់វីដេអូរបស់យើងអញ្ចឹងណាយើងមើលគីឡូសិនតើគីឡូអីខ្លះងាប់អញមើល fruit គេលក់ fruit គេស្នេហ៍ fruit អីគេអត់លក់ទេលក់ fruit ដូចអាចចឹងអើយដល់កមកលើថាយើងកុំខ្វល់យើងទៅបង្វិល fruit ម្ដងបាទមុននឹងយើងធ្វើការបង្វិល fruit យើងធ្វើការបញ្ចេញក្បាច់តិចសិនបាទដាក់ skill ទី2ដាក់ skill ទី1ចុចបង្វិល fruit បាន fruit គេគិតស្នេហ៍ងាប់អញគិតស្នេហ៍គេហ្នឹងចាបាន fruit ហ្នឹងអីណាអើយដល់កមកចឹងយើងអ្នកគ្នាបាទខ្ញុំសូមបញ្ចប់វីដេអូត្រឹមហ្នឹងឯងគ្នាយើងបាទបើសិនតែអ្នកគ្នាអត់យល់ត្រង់ណាហើយអ្នកគ្នាអាចខមមិនប្រាប់ខ្ញុំម្នាក់មួយផងបាទឥឡូវមុននឹងចប់វីដេអូអ្នកគ្នាកុំមកថ្មីកុំភ្លេច subscribe ឥឡូវមានអីគេវាយងាប់បាត់ហើយគ្នាយើងបាទអោយអ្នកគ្នា subscribe ខ្លាំងពេកបាទឥឡូវខ្ញុំចប់វីដេអូត្រឹមហ្នឹងឯងគ្នាយើងបាយអ្នកគ្នាចាំជួបគ្នាវីដេអូក្រោយទៀតបាយជម្រាបលា